ព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2026នេះលោកយងសុខារាប្រធានសសយកសង្កាត់ទួលទំពុងទី1បានដឹកនាំក្រុមការងារយុវជនស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋបាលសង្កាត់រៀបចំវេទិកាសាធារណៈភូមិសង្កាត់មានសុវត្ថិភាពប្រចាំខែឧសភាដែលបានប្រព្រឹត្តទៅនៅភូមិមួយសមាជិកគណៈអធិបតីដ៏ខ្ពង់ខ្ពស់វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពមួយលោកជំទាវសឿងសសុចិតារដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ទួលទំពុងទី1 2លោកព្រំសំខាន់ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន3លោកហូតវ៉ាន់ធីអភិបាលរងខណ្ឌចំការមន4លោកច័ន្ទពៅអធិការរងខណ្ឌចំការមន5លោកឆេងជាចៅសង្កាត់ទួលទំពុងទី1ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារចុះជួយតាមភូមិទាំង5កងកម្លាំងសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋសរុបចំនួន91នាក់ស្រី39នាក់របាយការណ៍លទ្ធផលនិងការដោះស្រាយសំណុំពរក្នុងឱកាសនោះលោកឆេងជាចៅសង្កាត់ទួលទំពុងទី1បានបង្ហាញនៅរបាយការណ៍វឌ្ឍនភាពដោយបញ្ជាក់ថារាល់សំណុំពរដែលពលរដ្ឋបានលើកឡើងក្នុងវេទិកាកាលពីខែមេសាត្រូវបានរដ្ឋបាលសង្កាត់ដោះស្រាយរួចរាល់ 100% ជាកិច្ចបន្តលោកព្រំសំខាន់ប្រធានក្រុមប្រឹក្សាខណ្ឌបានថ្លែងនៅការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរសង្កាត់ដែលបានឆ្លើយតបយ៉ាងទាន់ពេលវេលាជូនប្រជាពលរដ្ឋបញ្ហាប្រឈមថ្មីនិងការឆ្លើយតបភ្លាមប្រជាពលរដ្ឋនិងលោកមេភូមិបានលើកឡើងនៅសំណុំពរសំខាន់ចំនួន6ចំណុចរួមមានការស្នើសុំប័ណ្ណសមត្ថសុខាភិបាលនិងបញ្ហាសុពលភាពប័ណ្ណបសសបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍ជុំវិញផ្សារនិងផ្លូវលេខ450បញ្ហាសំឡេងរំខានពីស៊ឺម៉ាំងម៉ូតូកែច្នៃនិងសន្តិសុខពេលយប់និងបញ្ហាអ្នករើអេតចាយចំនួនតូចមានគំនិតមិនសូវល្អរាល់សំណុំពរខាងលើត្រូវបានលោកប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកចៅសង្កាត់និងលោកជំទាវប្រធានក្រុមការងារទទួលយកនិងធ្វើការបកស្រាយដោះស្រាយភ្លាមប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវការពង្រឹងសន្តិសុខនិងសេវាអត្តសញ្ញាណកម្មចរាចរណ៍លោកអនុសេនីយ៍ឯកហួរវណ្ណរិទ្ធនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបានបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀនច្បាប់ចរាចរណ៍និងក្មេងទំនើងព្រមទាំងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពឬយុវជនគ្រប់អាយុ15ឆ្នាំអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណនៅគ្រប់គ្នាលោកហូតវ៉ាន់ធីអភិបាលរងខណ្ឌចំការមនបានមានប្រសាសន៍លើកឡើងអំពីទូនីតិនិងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានក្នុងការទទួលសំណូមពរនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដោយត្រូវអនុវត្តការដោះស្រាយឲ្យមានប្រសិទ្ធភាពតម្លាភាពនិងទាន់ពេលវេលាសម្ដៅលើកម្ពស់ជីវភាពសុវត្ថិភាពនិងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាកិច្ចបញ្ចប់លោកជំទាវសឿងសសុចិតាបានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារនិងបម្រើប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់និងមានប្រសិទ្ធភាពលោកជំទាវក៏បានលើកទឹកចិត្តដល់បងប្អូនពលករដែលទើបត្រឡប់មកពីក្រៅប្រទេសឲ្យមានទំនុកចិត្តលើការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកការងារនិងលើកកម្ពស់ជីវភាពរស់នៅព្រមទាំងសូមឲ្យប្រជាពលរដ្ឋបន្តជឿជាក់លើមាគ៌ាសុខសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនិងពោរពេញដោយការយកចិត្តទុកដាក់លោកជំទាវនិងក្រុមការងារក៏បានប្រគល់បានមូលនិធិសមត្ថសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន17នាក់ដើម្បីជួយសម្រួលដល់ការទទួលសេវាព្យាបាលនិងលើកកម្ពស់សុខុមាលភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ